ប្រពន្ធឯណាមិនស្រឡាញ់ប្តីទោះប្តីផឹកស៊ីខូចខលមិនចាស្រីខ្លះគឺស៊ូទ្រាំចាប៉ុន្តែនៅពេលដែលថ្ងៃមួយគាត់ទ្រាំទៀតឡើងបានគឺមានតែបែបនេះប្តឹងសមត្ថកិច្ចអូសទៅវាស់កពស់វាយខ្នោះពូងោនេះមើលមកផ្លែតស្មានអាចិនក៏ពិតជនជាតិខ្មែរយើងទេអាយុ43ឆ្នាំហើយថ្ងៃកើតហេតុហ្នឹងគឺគាត់ផឹកស្វឹងមិនដឹងថាទៅផឹកឯណាស្វឹងមកពីណាណាតាមប្រពន្ធគាត់និយាយចាបើកម៉ូតូសណ្ដោងរមាក់មកដល់ផ្ទះក៏ស្រែកហៅឲ្យកូនបើកទ្វារហើយចាំកូនបើកទ្វាររៀងយូរបន្តិចខឹងមួម៉ៅជិះម៉ូតូទៅបុកអារោងដាក់រថយន្តនឹងផងហើយយកអាដែកនេះមកវាយទ្វារកញ្ចក់បែកខ្ទេចទ្រាំលែងបានបដ ாய் ប្រពន្ធប្តឹងមួយចាឥឡូវសមត្ថកិច្ចឃាត់ខ្លួនម្ដងអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅហេតុការណ៍នេះគឺកើតឡើងនៅថ្ងៃទី29ខែកញ្ញាឆ្នាំ2025នៅចំណុចភូមិកំពង់សំណាញ់1សង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅខេត្តកណ្ដាល